នេះគឺជាដៃគូយើង Chintan Toys មិនថាជា anime figure anime accessory ឬក៏ t-shirt អីផ្សេងទេនៅ Chintan Toys គឺមានអវ៉ាន់ច្រើនមែនតើហើយខុសគ្នាពីកាលមុននៅ Chintan Toys ឥឡូវគឺនៅមានលក់ត្រេងទៀតហើយបើសិនជាចង់កម្មង់ online អ្នកទាំងអស់គ្នាអាចចូលទៅ Facebook page របស់ Chintan Toys បាន link សម្រាប់ទៅកាន់ Chintan Toys ខ្ញុំនឹងដាក់នៅខាងក្រោម descriptionសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Kogami ថ្ងៃនេះមកបន្តរឿង Jujutsu Kaisen Manga Part ទី11ចំពោះអ្នកដែលបន្តបានមើលវគ្គមុនអាចចុចនៅ link ខាងក្រោមខ្ញុំដាក់នៅ description បានហើយបើសិនជាអ្នកទាំងអស់គ្នាចង់មើលវីដេអូខ្ញុំពេញដែលមិនមានការខាត់អីញ៉ៃនិងវីដេអូដែលមិនមានផលនៅលើ YouTube ឬ Facebook អាចចូលទៅ Telegram Channel ខ្ញុំបានខ្ញុំនឹងដាក់ link នៅខាងក្រោមនេះតោះចឹងយើងចាប់ផ្ដើមរំលឹកពីវគ្គមុននៅ Tokyo Colony ទី2 Hakari Senpai បានបើក Domain Expansion Idol Death Gamble ហើយបានយកឈ្នះ Mangaka Charles នៅក្នុងផែកុងតឺន័រមួយ Panda បានធំក្លិនឈាមមកពីជុំវិញនេះជាខ្លាំងហើយអ្នកដែលប្រព្រឹត្តរឿងទាំងអស់នេះអាចទប់នៅ Curse Energy របស់ខ្លួននៅកម្រិតដ៏តូចបំផុតអាចគ្រប់គ្រងកម្រិត Curse Energy ដ៏ល្អបែបនេះប្រកាសជាអ្នកខ្លាំងហើយ Hakari និង Panda ដំបូងឡើយគិតថាក្រោយពេលចូល Colony នេះរួច Hakari នឹងរ៉ាប់រងក្នុងការទប់ទល់ជាមួយនឹងសត្រូវ Panda វិញនឹងរ៉ាប់រងទៅរក player ឈ្មោះ Angel ក៏ប៉ុន្តែក្រោយពេលចូល Barrier បែរជាត្រូវគេបញ្ជូនទៅកន្លែងខុសគ្នាធ្វើឲ្យខូចផែនការទាំងអស់ហើយនៅពេលនេះ Panda មានតែធ្វើជា Teddy Bear មួយដើម្បីជៀសវាងពីការប្រយុទ្ធនឹងសត្រូវតែពេល Panda អង្គុយយូរទៅក៏គិតថាខ្លួនឯងគឺជា Panda មិនមែនជា Teddy Bear មួយទេក៏សម្រេចចិត្តហក់ចូលទៅខាងក្រោមចេញដំណើរពេលហក់ទៅដល់ខាងក្រោមងាកទៅឆ្វេងងាកទៅស្ដាំមិនមានមនុស្សទេនៅពេលធូរទ្រូងបន្តិចនោះក្រោយខ្នងស្រាប់តែលេចចេញតែមនុស្សម្នាក់ហើយនេះគឺជា player ដ៏ខ្លាំងមកពីចំនួនមុន Hajime Kashimo មើលទៅខាងមុខនេះឃើញសត្វ Panda មួយក្បាលដែលដូចជាវង្វេងពីសួនសត្វនោះ Kashimo មិនគិតថានៅទីនេះអាចនឹងមានសត្វលេចចេញមកទេហើយក៏បានជប់ចេញទៅ Kogane ហើយសួរថាតើម្នាក់នៅមុខនេះគឺជា player ដែរឬទេទទួលបានការបញ្ជាក់ពី Kogane មក Kashimo មួយរំពេចបានស្ទុះទៅដល់មុខ Panda ភ្លាម Panda ដែលកំពុងធ្វើពុតទើបនឹងងើបឈរឡើងមិនទាន់ react ទាន់ផងពោះរបស់ខ្លួនក៏ត្រូវបានគេវាយមួយដៃធ្លុះដូចជាសំឡេងអញ្ចឹងតែនេះក៏មិនមែនដោយសារតែ Panda react យឺតដែរគឺដោយសារតែម្នាក់នេះគឺមានសកម្មភាពលឿនពេកហើយមួយដៃនេះក៏ធ្ងន់ជាខ្លាំងដែរបន្ទាប់មក Kashimo បានវាយ Panda មួយដំបងទៀតប៉ើងចេញទៅយ៉ាងឆ្ងាយនៅពេលនោះ Panda ក៏មានអារម្មណ៍ថា Curse Energy របស់ម្នាក់នេះគឺស្រដៀងទៅនឹង Curse Energy សត្វចាបនូអេរបស់ Megumi ដែរគឺមានធាតុភ្លើងជាអគ្គិសនីដូចគ្នានេះក៏មានន័យថា attack របស់ Kashimo នេះគឺមិនអាចរងជាប់ទេពេលនឹកទៅដល់ទីនេះ Panda ក៏បានប្រែរូបទៅជា Gorilla ភ្លាមហើយមួយដៃទះទៅ Kashimo យ៉ាងខ្លាំងក្បាច់នេះគឺហៅថា Unblockable Drumming Beat គឺស្រដៀងនឹង Kashimo ដែរ attack មួយនេះគឺវាប្រហារទៅស្រទាប់ខាងក្នុងមិនអាចរងជាប់បានទេក៏ប៉ុន្តែរងនៅមួយដៃនេះរួច Kashimo បានបែរដៃហើយយកដំបងគៀបជាប់ដៃរបស់ Panda ហើយមួយរំពេចនោះបានកាច់បំបាក់ដៃ Panda តែម្ដងចាប់ដៃបាក់របស់ Panda នោះហើយកាច់ចេញពី attack មួយទៀតរបស់ Panda បន្ទាប់មកវាបានគប់ដៃនោះតម្រង់ទៅ Panda ដៃដែលគប់មកនោះបានបាំងភ្នែករបស់ Panda មួយរំពេចនោះស្រមោលរបស់ Kashimo បានបាត់ខ្លួនពីទីកន្លែងដើម Panda ភ្លាមនោះក៏លើកដៃមួយចំហៀងទៀតមកធ្វើការការពារភ្លាមតែស្មានមិនដល់ការការពារនោះត្រូវបានដំបងរបស់ Kashimo វាយកំទេចបាត់បន្ទាប់មក Kashimo ក៏បានវាយ Panda ជាច្រើនដៃជាប់គ្នានៅពេលនេះ Panda ក៏ត្រូវបានវាយប៉ើងចេញម្ដងទៀតមើលទៅបុគ្គលម្នាក់នេះពិតជាខ្លាំងក្លាណាស់តែនៅក្នុងផ្នែក Kashimo វិញ Panda នេះគឺទន់ខ្សោយណាស់នៅពេលនោះ Kashimo ក៏បានសួរទៅ Panda ពីដំណឹងរបស់ Sukuna តើដឹងថា Sukuna នៅទីណាទេនៅពេល Panda ឮពាក្យ Sukuna នេះទោះបីជា Panda មិនដឹងថាមនុស្សម្នាក់នេះចង់រក Sukuna ក្នុងគោលបំណងអ្វីក៏ដោយតែនិយាយរួមទៅគឺគ្មានផលល្អអ្វីសម្រាប់ Itadori ទេអញ្ចឹងហើយ Panda ក៏បានឆ្លើយតបទៅវិញថាខ្លួនឯងមិនដឹងទេតែការស្ទាក់ស្ទើរមួយសន្ទុះនេះបានធ្វើឲ្យ Kashimo ដឹងថា Panda ប្រកាសជាដឹងពីរឿងអ្វីឲ្យតែនិយាយចេញពីព័ត៌មានរបស់ Sukuna Kashimo នឹងទុកជីវិតឲ្យនៅពេលនោះ Panda ក៏បានសើចហើយនិយាយថាដោយសារតែឈ្មោះ Sukuna នេះគឺស្រដៀងនឹងឈ្មោះពូរបស់ខ្លួនអញ្ចឹងហើយទៅបានជាស្ទាក់ស្ទើរតែពាក្យសម្ដីអត់ប្រយោជន៍នេះនិយាយចេញមកគឺមិនមែនចង់ឲ្យ Kashimo ជឿទេតែការពិតទៅ Panda គឺត្រៀមនឹងបដូរជីវិតហើយនៅពេលនោះទឹកមុខរបស់ Panda បានផ្លាស់ប្ដូរភ្លាមហើយក៏បាននិយាយថាបងស្រីរបស់ខ្លួនគឺជាមនុស្សពូកែអៀនហើយបើសិនជាមានអ្នកណាគេសម្លឹងមើលគាត់មួយក្រឡែកនោះគាត់អាចនឹងអៀនរហូតដល់សម្លាប់មនុស្សម្នាក់នោះចោល
និយាយចប់ភ្លាមរូបរាងរបស់ Panda បានផ្លាស់ប្ដូរទាំងស្រុងនៅលើក្បាលបានផ្លាស់ប្ដូរទៅជាក្បាល Dinosaur ដ៏ធំហើយនេះគឺជាខទី3របស់បងស្រីបន្ទាប់ពីខទី2របស់បងប្រុស Gorilla និងខទី1របស់ Panda ហើយខទី3នេះគឺហៅថា Triceratops Mode ក៏ប៉ុន្តែនៅមុនពេលដែល Panda បានប្រែរូបរាងនេះ technique របស់ Kashimo បានត្រៀមរួចរាល់ទៅហើយដោយសារតែ Curse Energy របស់ Kashimo គឺហាក់បីដូចជាភ្លើងអគ្គិសនីអញ្ចឹងហើយ Kashimo អាចបំបែក Curse Energy របស់ខ្លួនដោយចរន្តអគ្គិសនីដូចគ្នានៅពេលប្រយុទ្ធនឹងសត្រូវ Kashimo នឹង transfer អគ្គិសនីចរន្តបូកទៅលើខ្លួនសត្រូវអញ្ចឹងហើយនៅពេលអគ្គិសនីចរន្តដកដែលបញ្ចេញពីខ្លួន Kashimo ចេញមកនោះវាមិនបានទម្លាក់ទៅលើដីទៀតទេគឺវា strike ទាញទៅរកចរន្តបូកនៅលើខ្លួនរបស់សត្រូវតែម្ដងAttack ដ៏កាចសាហាវមួយនេះមិនចាំបាច់ Domain Expansion ទេគឺវាមានប្រសិទ្ធភាពត្រូវ 100% ដូចនៅក្នុង Domain ដែរនេះគឺជាក្បាច់រន្ទះដែលអាចកាត់ផ្ដាច់ខ្យល់អាកាសបានដល់ដូរដៃគ្នាត្រឹមតែមួយសន្ទុះនេះ Kashimo បានយកឈ្នះខទាំង3របស់ Panda តែម្ដងបន្ទាប់មក Kashimo ក៏បានសួរយ៉ាងក្រអឺតក្រទមទៀតយើងសួរម្ដងទៀតតើ Sukuna នៅទីណានៅក្នុងខទាំង3 Panda គឺជាកូនបើតូចជាងគេហើយតែងតែរងការធ្វើបាបពីបងប្រុស Gorilla មិនឈប់តែរាល់ពេលដែលត្រូវបងប្រុសធ្វើបាបនេះបងស្រីតែងតែមកលួង Panda ជានិច្ចហើយដេញទៅរកបងប្រុសយកយុត្តិធម៌ឲ្យប្អូនប្រុសវិញរហូតដោយសារតែអត្តចរិតទន់ខ្សោយនិងចូលចិត្តយំរបស់ Panda នេះមិត្តភក្តិដទៃមិនចូលចិត្តលេងជាមួយនឹង Panda ទេហើយមានម្ដងនោះពិតជាហួសហេតុណាស់មិត្តភក្តិទាំងនោះបានបោកប្រាស់ឲ្យ Panda គប់របស់ដែលខ្លួនឯងស្រឡាញ់ជាងគេចូលទៅក្នុងបឹងនោះបន្ទាប់មកទើបព្រមលេងជាមួយនឹង Panda បន្ទាប់មក Panda បានគប់បាល់ដែលខ្លួនឯងចូលចិត្តជាងគេបំផុតនោះចូលទៅក្នុងបឹងតែមិត្តភក្តិទាំងនោះបែរជាក្រឡាសម្ដីថា Panda បានបំផ្លាញបរិស្ថានឆាប់ទៅប្តឹងប៉ូលីសភ្លាមនៅពេលនោះ Panda ក៏ដឹងថាខ្លួនឯងត្រូវបានគេប៊ូលីទៀតហើយបងប្រុស Gorilla ដែលមើលឃើញរឿងទាំងអស់នេះគាត់មិនបានលូកដៃទៅជួយទេហើយបែរជាសួរទៅ Panda ថាហេតុអ្វីបានជាយកបាល់ Santa Claus ដែលខ្លួនឯងស្រឡាញ់ជាងគេនេះយកទៅគប់ចោលអញ្ចឹងហើយ Panda ថាខ្លួនឯងគ្រាន់តែចង់លេងជុំគ្នាជាមួយនឹងបងប្រុសតែប៉ុណ្ណោះប៉ុន្តែបងប្រុសនៅតែមិនរវីរវល់ជាមួយនឹងក្មេងតូចដែលចូលចិត្តយំនេះហើយនេះក៏ត្រូវបានបងស្រីមើលឃើញបន្ទាប់មកក៏ទៅស្ដីបន្ទោឲ្យ2ម៉ាត់នៅយប់ឡើងបងស្រីក៏បាននិយាយថារឿងថ្ងៃនេះគឺហួសហេតុពេកហើយធ្វើបាបប្អូនប្រុសគឺគ្រាន់បាហើយតែខ្លួនឯងដែលមានខ្លួនជាបងប្រុសនេះមិននឹងអាចឲ្យក្មេងដទៃមកធ្វើបាបប្អូនប្រុសខ្លួនឯងទៅតួនាទីរបស់បងប្រុសគឺត្រូវតែការពារប្អូនប្រុសតែពេលនោះ Gorilla បានងាកខ្លួនចេញហើយធ្វើដូចធុញណាស់អញ្ចឹងនៅទីណាឲ្យតែមាន Panda នៅជិតនេះ Gorilla គឺមិនអាចដើរលេងទៅណាឆ្ងាយៗបានទេហើយមិនថាធ្វើអ្វីទេនៅក្រុមណាដែលមាន Panda នោះគឺតែងតែចាញ់គេរហូតហើយគ្រប់ពេលដែល Panda ឃើញបងស្រីធំដើរមកនេះទៅបានជាចាប់ផ្ដើមយំរហូតបាននិយាយទៅនេះ Panda គឺពិតជារំអួយពេកហើយទោះបីជាពាក្យសម្ដីទាំងអស់នេះនិយាយត្រឹមត្រូវមែនតែបងស្រីធំនៅតែបដិសេធមិនថាឯងធ្វើបាប Panda ខ្លាំងយ៉ាងណាក៏ដោយក្រោយពេលហូបបាយរួច Panda នឹងបំភ្លេចរឿងគ្រប់យ៉ាងទាំងអស់ហើយក្មេងតូចនោះគ្នាមិនចេះស្អប់ឯងទេគ្នាមិនដែលមានទឹកចិត្តស្អប់នោះទេហើយគ្នានៅតែជឿជាក់ថាបែបនេះហើយទើបហៅថាជាបងប្អូនអញ្ចឹងហើយមិនថាជាឯងធ្វើអ្វីទេ Panda នឹងលើកលែងឲ្យឯងរហូតអញ្ចឹងហើយមើលទៅនេះអ្នកដែលរំអួយនោះគឺជាឯងទេទៅត្រូវពេលនិយាយចប់នោះ Panda ក៏បានទម្លុះទ្វារចូលមកហើយក្នុងដៃបានកាន់សត្វកញ្ឆែដ៏ធំមួយយកមកអួតបងប្រុសហើយពិតជាដូចបងស្រីនិយាយមែនរឿងអាក្រក់ដែលកើតឡើងនៅក្នុងថ្ងៃនេះទាំងអស់ Panda បានបំភ្លេចចោលទៅទាំងអស់ហើយនៅពេលដែល Panda និងបងស្រីដេកលក់បាត់ Gorilla ក៏បានដកចេញនូវលុយសន្សំរបស់ខ្លួនហើយសម្រេចចិត្តថាថ្ងៃស្អែកនឹងទៅទិញបាល់ថ្មីមួយមកប៉ះបើឲ្យ Panda វិញតែនៅពេលបើកភ្នែកឡើងខ្លួនឯងហើយនឹងបងស្រីស្រាប់តែត្រូវលោកប៉ាអោបជាប់នៅក្នុងដៃហើយបងស្រីនៅក្បែរនេះក្នុងកែវភ្នែកគាត់គឺរលីងរលោងនឹងទឹកភ្នែកនៅពេល Gorilla ត្រៀមនឹងសួរលោកប៉ាថាយើងទៅទីណានោះពេលនោះលោកប៉ាក៏បានប្រាប់ទៅ Gorilla ថាពួកយើងនឹងចែកផ្លូវគ្នាជាមួយនឹង Panda ហើយការចែកផ្លូវគ្នាមួយនេះគឺចែកផ្លូវគ្នាជារៀងរហូតនៅគ្រានោះ Panda ដែលនៅក្នុងផ្ទះនោះបានស្រែកហៅបងប្រុសនិងបងស្រីមិនឈប់បងប្រុស Gorilla ក៏បានស្រែកហៅ Panda រហូតដែរហើយចង់រំដោះខ្លួនចេញពីដៃរបស់លោកប៉ារហូត Panda បែបនេះមិននឹងអាចរស់នៅតែម្នាក់ឯងបានទៅបើមិនមានបងប្រុសនៅក្បែរទេ Panda មិនអាចធ្វើអ្វីបាននោះទេអញ្ចឹងហើយគឺមិនអាចទុក Panda ចោលទេតែនៅពេលនោះលោកប៉ាក៏បាននិយាយថាអ្នកដែលត្រូវទុកចោលនោះគឺជាពួកយើងមើលទៅទឹកភ្នែករបស់បងស្រីនោះទីបំផុត Gorilla យល់ហើយបានស្រែកយំយ៉ាងខ្លាំងថាខ្លួនឯងមិនទាន់បានតែងបាល់ឲ្យប្អូនប្រុសផង
នៅគ្រានោះ Panda ដែលដួលចុះនៅក្រោមជើងរបស់ Kashimo នេះគឺនៅសល់តែខួរក្បាលដែលជាខចុងក្រោយតែប៉ុណ្ណោះបងប្រុសនិងបងស្រីគឺលែងនៅទៀតហើយ Kashimo ដឹងថា Panda នេះគឺនៅរស់ទេព្រោះអី point របស់ខ្លួនគឺមិនបានផ្លាស់ប្ដូរអ្វីទេ Panda ដែលត្រូវបាន Kashimo យកដំបងលើកឡើងមកនេះនៅតែបញ្ចេញស្នាមញញឹមហើយនិយាយថាមាត់របស់ Panda គឺចិត្តល្អណាស់ទឹកមុខ Kashimo នេះគឺបំរុងនឹងឲ្យ Panda មិនអាចនឹងហើបមាត់បានរហូតហើយតែនៅគ្រាអាសន្ននោះស្រមោលដែលយើងធ្លាប់ស្គាល់ទាំងអស់គ្នាបានធ្លាក់ពីលើមេឃចោលមកហើយជន់កុងតឺន័រនៅក្រោមនេះកំពិតខ្ទេចទាំងអស់ឯងដូចជាស្គមបន្តិចហើយមែន Panda បុគ្គលដែលធ្លាក់ពីលើមេឃនេះមកគឺជា Hakari Senpai Hakari ចុះមកនេះគឺមិននិយាយច្រើនទេគឺស្ទុះទៅវាយតែម្ដងត្រឹមតែមួយដៃរបស់ Hakari បានវាយ Kashimo ប៉ាំងទៅចេញយ៉ាងឆ្ងាយហើយសូម្បីតែកុងតឺន័រនៅជិតនេះក៏កំពិតខ្ទេចអស់ដែរមួយរំពេចក្រោយអ្នកទាំងពីរក៏បានស្ទុះមករកគ្នាភ្លាម Hakari បានហក់ឡើងទៅលើហើយធាក់មួយជើងតម្រង់ទៅក្បាលរបស់ Kashimo តែ Kashimo ភ្លាមនោះបានអោនចុះកិច្ចទាន់តែមួយជើងដែលធាក់ខុសនេះបានធាក់កុងតឺន័រនៅខាងក្រោយនេះក្រឡាប់តែម្ដងហើយភ្លាមនោះ Kashimo ក៏ចាប់ផ្ដើមមានអារម្មណ៍ចម្លែកដែរបុរសនៅមុខភ្នែកនេះគឺអាចរងជាប់នៅធាតុដើមរបស់ Curse Energy ខ្លួនហើយមើលទៅម្នាក់នេះគឺដូចជា relax ខ្លាំងណាស់អញ្ចឹង Curse Energy ធម្មតាដែលបង្រឹងមកលើកម្ដាប់ដៃគឺអាចប្រើ Curse Energy មកធ្វើការរងដោយធម្មតាដែរក៏ប៉ុន្តែ Curse Energy ដែលមានភ្ជាប់នៅធាតុដើមពិសេសដូចជារបស់ Kashimo នេះគឺពិបាកនឹងប្រើ Curse Energy ធម្មតាមកការពារណាក៏ប៉ុន្តែបុរសម្នាក់នេះចាប់តាំងពីលេចខ្លួនមកដល់ពេលនេះនៅជុំវិញខ្លួនគឺមានចម្រៀងភ្ជាប់មករហូតហើយទំហំ Curse Energy និងការបញ្ចេញ Curse Energy របស់បុរសម្នាក់នេះគឺធំរហូតដល់អាចរំលងធាតុដើមរបស់ Kashimo បានទៀតនេះគឺពិតជាធ្វើឲ្យ Kashimo កាន់តែរន្ធត់ទៀតហើយ Hakari ភ្លាមនោះក៏បានមើលឃើញថាម្នាក់នេះគឺជា player ដែលមានពិន្ទុ100នោះបន្ទាប់មកក៏បាននិយាយថាបើសិនជាខ្លួនឯងឈ្នះនោះសូមឲ្យ Kashimo ប្រកល់ point របស់ខ្លួនឯងចេញមកទាំងអស់មក Kashimo ក៏មិនខ្វល់ដែរចង់ធ្វើអីក៏ធ្វើទៅតែសំខាន់ឲ្យតែអាចរស់ចេញផុតពីទីនេះសិនទៅតែពេលនិយាយចប់នោះខ្សែភ្នែករបស់ Hakari ចាប់ផ្ដើមផ្លាស់ប្ដូរភ្លាមនៅពេលនោះខ្លួនប្រាណរបស់ Hakari បានទទួលនៅ Curse Energy ជាច្រើនចូលមកមួយរំពេចបាន enjoy ដល់កម្រិតកំពូលតែម្ដងប្រឈមនឹង Kashimo ដាក់មួយជើងមកនេះ Hakari បានរងជាប់ក៏ប៉ុន្តែមួយជង្គង់ពីចំហៀងថែមមកទៀតគឺបានដាក់ចំក្បាល Hakari តែម្ដង Kashimo ពេលនោះក៏ឆ្ងល់ហេតុអ្វីម្នាក់នេះភ្លាមបែរជាអន់ដល់ថ្នាក់នេះទៅវិញតែមួយវិក្រោយកម្ដាប់ដៃរបស់ Hakari បានដាល់ចំមុខ Kashimo តែម្ដងហើយមួយដៃនេះបានវាយ Kashimo ប៉ាងចេញទៅទៀតនៅពេលនោះ Hakari បានកាច់រៀងចេញមកយ៉ាងលយទៀតហើយមួយរំពេចក្រោយក៏បានស្ទុះទៅដល់ Kashimo ភ្លាមហើយមួយជើងធាក់ចំទ្រូង Kashimo តែនេះត្រូវបាន Kashimo ចាប់ជើងជាប់ហើយបែរទៅដាក់មួយកែងវិញក៏ប៉ុន្តែមួយកែងដៃនេះ Hakari បានយកមករងតែម្ដងបន្ទាប់មកក៏បានវាយមួយដៃចោលទៅ Kashimo យ៉ាងខ្លាំងតែ Kashimo ភ្លាមនោះនៅតែអាចកិច្ចតន់ទៀតនៅពេលនោះ Kashimo ក៏បានដកថយទៅក្រោយបង្កើនកម្លាតនៅក្នុងដៃក៏ចាប់ផ្ដើមបញ្ចេញនៅចរន្តអគ្គិសនីការបញ្ចូលអគ្គិសនីគឺបានសម្រេចហើយមួយរំពេចនោះចរន្តអគ្គិសនីបានលេចចេញមកមុខភ្នែក Hakari ភ្លាមអគ្គិសនីដ៏លឿននេះប្រៀបដូចជារន្ទះទម្លុះខ្យល់មួយរំពេចកាត់ផ្ដាច់ដៃរបស់ Hakari ជាពីរតែម្ដងស្របពេលនោះ Kashimo ក៏បានស្ទុះចេញទៅបំរុងនឹងសម្លាប់ Hakari តែម្ដងតែស្មានមិនដល់ Hakari ដែលរងរបួសធ្ងន់នេះសកម្មភាពនៅតែលឿនដូចធម្មតាហើយធាក់មួយជើងចំមុខ Kashimo ប៉ាងចេញទៅវិញ Kashimo ទើបតែងើបមុខឡើងភ្លាមនោះក៏ស្រាប់តែឃើញថា Hakari បានស្ទុះមកដល់មុខភ្នែកហើយងាកទៅមើលដៃរបស់ Hakari ដែលដាច់នោះបានតភ្ជាប់ឡើងមកវិញដូចធម្មតាទៀតទាំងអស់នេះការបញ្ចូលនៅ Curse Energy ដ៏ច្រើនកកចម្រៀងនៅជុំវិញខ្លួនរបស់ Hakari ហើយនៅការតភ្ជាប់ដៃក្នុងមួយរំពេចនេះទាំងអស់នេះគឺមានប្រភពដើមមកពីការប្រយុទ្ធជាមួយនឹង Charles គឺជារង្វាន់ធំដែល Hakari បានឈ្នះមកពី Domain នោះហើយចម្រៀងដែលនៅជុំវិញខ្លួន Hakari នេះគឺជាចម្រៀងរបស់រឿង anime Private Pure Love Train ដែលបានឈ្នះរង្វាន់ធំនោះហើយនៅក្រោម background music ដែលមានរយៈពេល4នាទី11វិនេះ Curse Energy របស់ Hakari គឺឥតព្រំដែនដំបូង Kashimo ស្មានតែ Hakari ប្រើ Reverse Jujutsu Technique ក៏ប៉ុន្តែមិនមែនចឹងទេការពិតទៅនៅក្រោមខ្លួនប្រាណដែលទទួលបាន Curse Energy ឥតព្រំដែននេះវាបានធ្វើឲ្យខ្លួនប្រាណរបស់ Hakari reflect បញ្ចេញ Reverse Jujutsu Technique ដោយអូតូហើយអាចព្យាបាលរបួសនៅលើខ្លួនបានទាំងអស់បាននិយាយស្រួលយល់ទៅរង្វាន់ធំដែលមានរយៈពេល4នាទី11វិនាទីនេះ Hakari នឹងទទួលបានខ្លួនប្រាណដែលមិនចេះស្លាប់ Kashimo មិនទាន់ទាំងបាន reflect ផងដៃរបស់ Hakari ក៏បានបញ្ចេញនូវសញ្ញាមក Domain Expansion Idol That Gamble បានលេចខ្លួនឡើងមកម្ដងទៀត Hakari ដែលមាន Curse Energy Unlimited នេះគឺមិនខ្លាចនឹងប្រើអស់ទេឲ្យតែអាចចាប់រង្វាន់ធំបានរហូតគឺអាចបើក Domain Expansion ប្រមាណដងក៏បានដែរ Domain Expansion របស់ Hakari ប្រសិទ្ធភាពត្រូវ 100% គឺមិនអាចធ្វើឲ្យសត្រូវ
ត្រូវរងរបួសបានទេនៅពេលបើក domain ភ្លាមនោះច្បាប់និងលក្ខខណ្ឌរបស់ domain នេះបានចាក់បញ្ចូលខួរក្បាលរបស់ Kashimo តែម្ដងដំបូង Kashimo ត្រៀមនឹងបើក simple domain ដើម្បីមកប្រឆាំងប្រសិទ្ធភាព 100% របស់ domain expansion នេះហើយតែក្រោយមកប្រទះឃើញថា domain មួយនេះគឺមិនមានភ្ជាប់នឹងការ attack មកទេដោយសារតែនៅ round មុន Hakari បានត្រូវរង្វាន់ទៅលើលេខសេះអញ្ចឹងហើយនេះគឺដើរនៅក្នុងផ្លូវមួយដែលអាចនឹងត្រូវរង្វាន់ធំថែមទៀតបើនិយាយស្រួលយល់ទៅគឺប្រូបាបនៃការឈ្នះរង្វាន់ធំនៅលើក្រោយនេះគឺកាន់តែច្រើនជាងមុនទៀតតែ Kashimo ដែលបានយល់ពីច្បាប់របស់ game មួយនេះក៏បានជឿជាក់ថា Hakari នៅពេលនេះគឺមិនមានខ្លួនដែលមិនចេះស្លាប់ទេហើយនេះពិតជាត្រឹមត្រូវមែននៅគ្រានេះ Hakari គឺស្ថិតនៅក្នុងចន្លោះកណ្ដាលមួយពីការឈ្នះរង្វាន់ធំនៅ round មុននិងការចាប់ផ្ដើមនៅ round ថ្មីមួយទៀតហើយ step មួយនេះគឺហៅថា step increase probability ហើយនៅក្នុង step មួយនេះគឺមិនមានទទួល special effect because energy អ្វីទេអញ្ចឹងហើយបន្ទាប់មកនេះគឺការប្រយុទ្ធវាយដៃនឹងដៃហើយល្បឿនដៃរបស់ Kashimo គឺពិតជាលឿនមែនវាយចំ Hakari មួយដៃហើយមួយដៃទៀតហើយបានកាត់តកំដាប់ដៃរបស់ Hakari យ៉ាងរលូនមួយកែងដៃចំកញ្ចឹងកនេះក៏ធ្វើឲ្យ Hakari សន្លប់ទៅបាត់តែមួយរំពេចនោះសំឡេងបែកកញ្ចក់ស្រាប់តែលាន់ឡើង Hakari បានត្រឡប់មកស្ថានភាពធម្មតាវិញ Kashimo មិនយល់តតែសោះការពិតទៅក្រៅពីគ្រាប់បាល់ហើយនឹងទ្វាររថភ្លើងនោះគឺមានស្ថានភាពមួយយ៉ាងទៀតអាចចាត់ទុកគឺជា indicator មុននឹងរើសរឿង anime ហើយស្ថានភាពទី3នេះគឺហៅថា consecutive effect ហើយ consecutive effect មួយនេះគឺអាចយកមកធ្វើជាការការពារបានព្រោះវាអាចធ្វើឲ្យ Hakari ត្រឡប់ទៅឈុតឆាកពីដើមមកវិញហើយនៅក្នុងនេះគឺជ្រើសយករូបភាពដែលមុនពេលនឹងចាប់រឿង anime នោះដែលដំបូងមានតែម្ដងនោះប្រែក្លាយទៅជា3ដងឬច្រើនជាងនេះទៅទៀតក៏ប៉ុន្តែប្រើប្រាស់ effect នេះម្ដងនឹងប៉ះពាល់ទៅដល់ឱកាសឈ្នះរង្វាន់ធំម្ដងហើយនេះបើដាក់នៅលើខ្លួន Hakari វិញគឺមានន័យថាត្រឡប់ពេលវេលាទៅមុនពេលដែលរងរបួសនោះបន្ទាប់មកក៏ចាប់ផ្ដើមវាយគ្នាជាមួយនឹង Kashimo ម្ដងទៀតក៏ប៉ុន្តែមិនយូរក្រោយក៏ត្រូវបាន Kashimo ឡុកដៃជាប់បន្ទាប់មកក៏ដាក់មួយជង្គង់ចំក្បាលសន្លប់បាត់ទៅទៀត consecutive effect លើកទី3បានលេចចេញឡើងហ្គេមនេះនៅតែបន្តទៅមុខទៀត Richie ហើយលើកនេះគឺបានចាប់ចេញនៅរូបពីរដូចគ្នាហើយឈុតឆាក anime មួយនេះគឺមានឱកាសឈ្នះផ្កាយ2ដែលមានឈ្មោះថា Party Emergency Richie នៅក្នុងឈុតឆាកសាច់រឿងនេះតួប្រុសនៅក្នុងរថភ្លើងចង់ចូលបន្ទប់ទឹកក៏ប៉ុន្តែដំណើររថភ្លើងមួយនេះគឺមិនមានការឈប់ទេគឺធ្វើដំណើរទៅត្រង់រហូតដល់ Shin Yurikaoka Station អញ្ចឹងហើយឲ្យតែតួប្រុសអាចទ្រាំបានរហូតដល់ពេលរថភ្លើងអាចទៅដល់ station មួយនោះនឹងត្រូវរង្វាន់ធំហើយនៅក្រោមការដំឡើង probability មួយនេះតួប្រុសយើងបានចាំពីមួយ station ទៅមួយ station ទៀតរហូតដល់ station កោដៅនោះនៅក្រោមការប្រយុទ្ធរវាង Hakari និង Kashimo នេះតួប្រុសយើងបានទៅដល់ Shin Yurikaoka Station បន្ទាប់មកក៏បានចូលបន្ទប់ទឹកកោដៅបានសម្រេចលេខ6 3រូបបានត្រូវគ្នាហើយនៅពេលនេះ Hakari បានឈ្នះរង្វាន់ធំម្ដងទៀតបរិវេណជុំវិញនេះក៏បានរសាត់ទៅអ្នកទាំងពីរក៏បានត្រឡប់មកកន្លែងដើមវិញ Hakari ងើបក្បាលឡើងទៅលើហើយបឺតដង្ហើមចូលយ៉ាងធំបន្ទាប់មកក៏ស្រែកថាចម្រៀងចាប់ផ្ដើមនៅក្រោម aura និង background music ដ៏ខ្លាំងក្លាមួយនេះ Curse Energy ឥតព្រំដែនបានលេចចេញមកម្ដងទៀតមានខ្លួនប្រាណដែលមិនចេះស្លាប់មិនអាចសម្លាប់បាននេះនឹងបន្តរហូតដល់4នាទី11វិនាទីក៏ប៉ុន្តែនេះ Kashimo ក៏បានមើលយល់ដែរនៅលើកនេះរូប Hakari ដែលចាប់ចំនោះគឺជាលេខគូអញ្ចឹងហើយនៅ domain expansion លើកក្រោយគឺมันមានស្ថានភាព increase probability នេះទៀតទេចង់ឈ្នះរង្វាន់ធំលើកក្រោយគឺមិនងាយស្រួលទេក៏មានន័យថាឲ្យតែអាចទ្រាំទ្របាននៅ4នាទី11វិនាទីនេះKashimo នឹងឈ្នះតែនឹកទៅដល់រឿងនេះKashimo ក៏សោចភ្លាមព្រោះអីវាមិនបំរុងនឹងធ្វើសកម្មភាពកំសាកញីនេះទេកម្លាំងអគ្គិសនីយ៉ាងខ្លាំងបានគ្របដណ្ដប់លើខ្លួន Kashimo អ្វីដែលវានឹងធ្វើនោះគឺនៅក្នុងរយៈពេល4នាទី11វិនាទីនេះវានឹងសម្លាប់ខ្លួនប្រាណដែលមិនអាចសម្លាប់បាន Hakari នេះអញ្ចឹងក្រោយពេល Hakari ដែលចាប់បានរង្វាន់ធំម្ដងទៀតហើយមាន Curse Energy Unlimited នេះនិងខ្លួនប្រាណដែលមិនអាចសម្លាប់បានមួយនេះតើ Kashimo នឹងមានផែនការអ្វីដែរដើម្បីសម្លាប់ខ្លួនប្រាណដែលមិនចេះស្លាប់មួយនេះទៅអញ្ចឹងតើការប្រយុទ្ធរវាងSushi កំពូលនៅសម័យដើមនិងសម័យបច្ចុប្បន្នមួយនេះនឹងប្រែទៅជាយ៉ាងណាដែរយើងរងចាំមើលនៅវគ្គបន្តទៀតអញ្ចឹងវីដេអូមួយនេះបានមកដល់ទីបញ្ចប់ធំនេះហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ like ហើយនិង subscribe ផងហើយកុំភ្លេចជួយដាក់កណ្ដឹង notification នៅ YouTube channel ហើយនិង Cipher នៅ Facebook page ហើយបើសិនជាអ្នកទាំងអស់គ្នាចង់មើលវីដេអូខ្ញុំដែលមិនមានការខាត់ញ៉ៃនិងវីដេអូដែលមិនមានផននៅលើ YouTube និង Facebook អ្នកទាំងអស់គ្នាអាចចូលនៅ Telegram channel ខ្ញុំបានខ្ញុំនឹងដាក់ link នៅខាងក្រោមនេះអរគុណខ្លាំងមែនទែនអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ